គម្រោងប្រជិតជំនាន់តេជោចាប់ផ្ដើមជិតនៅទឹកស្រកខាងមុខអាចនឹងចុងខែវិច្ឆិកាឬដើមខែធ្នូឆ្នាំ2025ខាងមុខអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនឯកឧត្តមផុនរឹមបានគូបញ្ជាក់ថាគម្រោងប្រជិតជំនាន់តេជោមិនមានការប្រែប្រួលនោះទេនិងដំណើរការបដិឆេទនៃដំណាក់កាលនីមួយៗប្រជិតនេះនឹងចាប់ផ្ដើមជិតនៅពេលទឹកស្រកខាងមុខអាចចុងខែវិច្ឆិកាឬដើមខែធ្នូឆ្នាំ2025ខាងមុខតាមរយៈបណ្ដាញសង្គមការងារផ្លូវការនាព្រឹកថ្ងៃទី22ដុល្លារឯកឧត្តមផុនរឹមបានលើកឡើងថាបច្ចុប្បន្នគម្រោងប្រជិតហ្វូណនតេជោស្ថិតនៅក្នុងដំណាក់កាលវាស់វែងនិងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋគម្រោងដ៏ធំសម្បើមនិងមានអត្ថន័យជាប្រវត្តិសាស្ត្រនេះគឺជាគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យយុទ្ធសាស្ត្រវែងឆ្ងាយរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាគម្រោងនេះត្រូវបានបន្តយកចិត្តទុកដាក់និងអនុវត្តប្រកបដោយប្រសិទ្ធភាពនិងធម៌ពលដោយរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដើម្បីបន្សល់ទុកជាប្រវត្តិសាស្ត្រសម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយយូរអង្វែងបន្តទៀត